មហាយៈចិនអញ្ជើញភាគីកម្ពុជាថៃចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាថៃចិននៅខេត្តយូណានដើម្បីសម្របសម្រួលឈានទៅរកសន្តិភាពពិតប្រាកដក្រោយពីភាគីកម្ពុជាថៃបានឈានដល់បទឈប់បាញ់រយៈពេល72ម៉ោងដោយមានប្រសិទ្ធភាពចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃសៅរ៍ទី27ខែធ្នូឆ្នាំ2025នេះមហាយៈចិនបានអញ្ជើញភាគីកម្ពុជាថៃចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាថៃចិននៅខេត្តយូណានប្រទេសចិនដើម្បីសម្របសម្រួលឈានទៅរកសន្តិភាពពិតប្រាកដយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះការប្រឆេតថ្ងៃទី27ខែធ្នូឆ្នាំ2025នេះបានឲ្យដឹងថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំត្រីភាគីកម្ពុជាថៃចិនដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជានិងថៃដែលនឹងប្រព្រឹត្តនៅថ្ងៃទី28-29ខែធ្នូឆ្នាំ2025នៅខេត្តយូណានប្រទេសចិនតបតាមការអញ្ជើញរបស់អាដាមវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនកិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនានិងភាពស្មោះត្រង់ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកជំរុញការកាត់បន្ថយភាពតានតឹងក៏ដូចជាស្ដារឡើងវិញនូវសន្តិភាពសន្តិសុខនិងស្ថិរភាពនៅតាមតំបន់ព្រំដែនកម្ពុជាថៃកម្ពុជាវិតម្លៃខ្ពស់ចំពោះតួនាទីចិនក្នុងនាមជាម្ចាស់ផ្ទះដែលផ្ដល់វេទិកាសម្រាប់កិច្ចសន្ទនានិងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមកនិងចំពោះសន្តិភាពនិងស្ថិរភាពតំបន់កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមមក្នុងការដោះស្រាយទំនាស់និងចំនួនទាំងឡាយតាមគ្រប់មធ្យោបាយសន្តិវិធីការសន្ទនានិងផ្លូវការទូតស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានในឱកាសនៃកិច្ចប្រជុំនោះអាដាមប្រាសុខុនក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយអាដាមវ៉ាងយីក្នុងគោលដៅពង្រឹងបន្ថែមទៀតនៅកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិនដែលរួមចំណែកដល់សន្តិភាពសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោកទាំងមូលខ្ញុំតារាពី RT News TV